ចឹងអ្នកទាំងអស់គ្នាធ្លាប់ប្រើប្រាស់ឃ្លាទាំងអស់នេះត្រូវអត់ហើយក៏ធ្លាប់ឃើញឃ្លាទាំងអស់នេះដែរចឹងថ្ងៃនេះ teacher ចង់ឲ្យអ្នកទាំងអស់គ្នាមកមើលពីការប្រើប្រាស់ normal English មកខាងadvanced English ម្ដងអញ្ចឹងមានន័យថាយើងចង់និយាយឃ្លាខាងនេះឲ្យដូចnative speaker មានន័យថាឲ្យដូចជនជាតិដើមប៉ុន្តែឃ្លាខាងនេះផងដែរយើងអាចយកមកប្រើប្រាស់បានតែក្នុងការនិយាយណាអញ្ចឹងបើយើងចង់ឲ្យនិយាយឲ្យ sound ដូច native speaker យើងអាចប្រើប្រាស់ឃ្លាខាងនេះបានឥឡូវយើងមកមើលទាំងអស់គ្នា normal English I'm very tired I'm very tired ទៅ advanced English គឺ I'm worn out I'm worn out ដល់ពេល how are you ទៅ how's it going how's it going and it's not so difficult it's not so difficult ដល់ពេល advanced English it's not rocket science it's not rocket science keep it a secret keep it a secret keep it under wraps keep it under wraps តើយើងមកមើល last one good luck យើងអាចនិយាយបានថា break a leg ប៉ុន្តែអានេះគឺន័យដែល native speaker ភាគច្រើនគេប្រើប្រាស់ឃ្លាខាងនេះតែបើយើងអត់ដឹងកាលមុនយើងប្រើ good luck អញ្ចឹងយើងអាច try ប្រើ break a leg ក៏បានដែរអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាមានចង្អល់កន្លែងណាអីទេអ្នកទាំងអស់គ្នាអាច comment ខាងក្រោមបាន